ចឹងដែរកាលពីវីដេអូផាតមុនខ្ញុំបានប្រៀនអ្នកទាំងអស់គ្នាពីមុខងារនីមួយៗរបស់ Smith AI ពីរបៀបប្រើប្រាស់អស់ហើយចឹងថ្ងៃនេះដែរខ្ញុំចង់មកប្រៀនពីរបៀបបង្កើត workspace ដែលអាចឲ្យអ្នកទាំងអស់គ្នាហើយក្រុមការងាររបស់អ្នកទាំងអស់គ្នាមកប្រើ Smith AI ចេញពី credit រួមតែមួយពី account អ្នកទាំងអស់គ្នាចឹងណាចឹងរបៀបបង្កើត workspace អ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់កន្លែងគណនីនេះហើយអ្នកទាំងអស់គ្នាអាចជ្រើសរើសចុចកន្លែងធ្វើការចុចពីលើហ្នឹងទៅវាមានប៊ូតុងមួយដែលសម្រាប់អ្នកទាំងអស់គ្នាចុចបូកកន្លែងធ្វើការថ្មីអញ្ចឹងសម្រាប់កន្លែងហ្នឹងដែរឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់ទិញជាកញ្ចប់មួយហើយមកប្រើជុំធីមអ្នកទាំងអស់គ្នាដែលអត់ថាចាំបាច់បែកខ្ញាច់គ្នាច្រើនអីចឹងយើងចង់បានជា workspace មួយដែល data ទាំងអស់វានៅក្នុងហ្នឹងទាំងអស់អញ្ចឹងយើងចុចបង្កើតកន្លែងធ្វើការហ្នឹងទៅហើយ invite friend អ្នកទាំងអស់គ្នាដែលពួកគាត់អាចអត់ចាំបាច់ស្គាល់ password ឬក៏ Gmail អ្នកទាំងអស់គ្នាក៏បានដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចកន្លែងសញ្ញាបូកហ្នឹងទៅហើយកន្លែងនេះអ្នកទាំងអស់គ្នាអាចបំពេញឈ្មោះកន្លែងធ្វើការឧទាហរណ៍ថាខ្ញុំអាចដាក់ថា interview at កំពតអញ្ចឹងអ្នកទាំងអស់គ្នាសួរថ្ងៃក្រោយយើងចាំឈ្មោះហ្នឹងហើយយើងអាចទៅសេព័ត៌មានបន្តិចទៅអ្នកទាំងអស់គ្នាអាចជ្រើសរើសអក្សររូបតំណាងជា color ឬក៏ជាអក្សរអាចដាក់ថាអក្សរអីមួយអញ្ចឹងក៏បានដាក់ថាដាក់ KP ទៅស្រួលយើងចាំថាវានៅកំពតហើយចុចបង្កើតកន្លែងធ្វើការចឹងសម្រាប់អានេះគឺវាប្រៀនយើងថា workspace ហ្នឹងជាអីឈ្មោះ workspace បច្ចុប្បន្ននឹងមានចំនួនសមាជិកប្រើកន្លែងហ្នឹងដែរវាប្រៀនយើងថាពីមួយហ្នឹងវាណែនាំថាមានអ្វីខ្លះហើយយើងគួរធ្វើអីចឹងយើងអាចអានបន្តិចហើយចាំចុច next បដូរឈ្មោះ workspace ក៏បានហើយអានេះគឺព័ត៌មានអំពី workspace ហ្នឹងឯងចឹងយើងអាចដូរឈ្មោះបានសម្រាប់ workspace ហ្នឹងដូរដាក់ឈ្មោះផ្សេងក៏បានហើយសម្រាប់បច្ចុប្បន្នសមាជិកគឺមានតែម្នាក់ទេប្រភេទជាក្រុមហើយមួយទៀតអ្នកទាំងអស់គ្នាឧទាហរណ៍ថាទៅមុខទៅអត់ចង់ទុក workspace ហ្នឹងទេចង់លុបចោលអ្នកទាំងអស់គ្នាក៏អាចចុចអាសញ្ញាធុងសម្រាប់នេះលុបកន្លែងធ្វើការហ្នឹងចោលអញ្ចឹងទៅវាអត់មានសល់ដានអីឬក៏អ្នកទាំងអស់គ្នាចង់ save space ទៅបង្កើត workspace ថ្មីមួយទៀតអញ្ចឹងយើងអាចលុបអាណាដែលយើងអត់ត្រូវការបានណាហើយអ្នកទាំងអស់គ្នាអាចចុច add សមាជិកដោយចុចមកខាងលើនេះទៅយើងអាចធ្វើការចុចសញ្ញាបូកនេះដើម្បីអញ្ជើញពួកគាត់ចូលរួមអាចដាក់ Gmail របស់ពួកគាត់អញ្ចឹងអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាវាយ Gmail ពួកគាត់ទៅពួកគាត់នឹងទទួលបាន email ហើយ invite ចូលទៅក្នុងហ្នឹងចូលទៅក្នុង workspace អ្នកទាំងអស់គ្នាឲ្យពួកគាត់ចូលមើល email របស់ពួកគាត់ហើយចុច link ដែលខាង Smith send ឲ្យហ្នឹងទៅគឺនេះយើងអាចផ្ញើដំណរអញ្ជើញហ្នឹងទៅ email ហ្នឹងតែម្ដងអញ្ចឹងយើងអាចចុចពាក្យថាបង្កើតដំណរអញ្ជើញអ្នកទាំងអស់គ្នាក៏អាច copy link បើសិនជាចង់សួរហ្មងគឺនេះចុចចម្លងដំណរនេះហើយអ្នកទាំងអស់គ្នាយកទៅ paste ហើយអ្នកទាំងអស់គ្នាអាច send link ហ្នឹងទៅ Telegram ពួកគាត់គ្រាន់ចុចពីលើ link ហ្នឹងទៅហើយនេះវាដាក់ថា accept join នៅក្នុង workspace ហ្នឹងអត់ចឹងយើងអាច sign in តាមរយៈ Gmail ដែលអ្នកទាំងអស់គ្នាបាន invite មុនហ្នឹងអញ្ចឹងដាក់ Gmail ដែលឲ្យត្រូវជាមួយនឹង Gmail ដែលបានបង្កើតអញ្ជើញគាត់មុនហ្នឹងបានពួកគាត់អាច log ចូលបានចឹងអានេះគឺវាបែបហ្នឹងចុច accept ម្ដងទៀតទៅគឺវាលោតថា you are in អញ្ចឹងគឺខ្ញុំនៅកន្លែងតែមួយគាត់ចឹងអានេះរបៀបបង្កើតឬក៏ add ក្រុមការងាររបស់អ្នកទាំងអស់គ្នាចូលហ្នឹងហើយអ្នកទាំងអស់គ្នាក៏អាចមើលបានថាបច្ចុប្បន្នហ្នឹងគឺមានសមាជិក2នាក់ឯងព្រោះថាយើងបាន add ម្នាក់គឺវាលោតមកកន្លែងនេះថាសមាជិក2នាក់ចង់ព្រោះថាគាត់បាន accept link ហ្នឹងហើយមុនហ្នឹងវាលោតមកថា Gmail នេះខាងក្រោមនេះសមាជិកក្រុម2នាក់ហើយលោត
Gmail មកហ្មងថាមានឈ្មោះអីខ្លះហើយក៏អាចគ្រប់គ្រងពីការប្រើប្រាស់ credit នឹងដែរចឹងឧទាហរណ៍ថាម្នាក់នោះប្រើអស់ប៉ុន្មានអ្នកនេះប្រើអស់ប៉ុន្មានគឺវាលោតមកក្នុងនឹងទាំងអស់សម្រាប់ការណែនាំគឺយើងបានដាក់ណែនាំប្រាប់អ្នកនរគ្នាពីតួនាទីនិងសិទ្ធិរបៀបចែករំលែក credit ការគ្រប់គ្រងសមាជិកការតាមដានការប្រើប្រាស់និងការចាប់ផ្ដើមផងដែរចឹងវីដេអូ workspace ហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាហ៊ានបានពីរបៀបបង្កើត workspace ហ្នឹងហើយបើសិនជាមានចម្ងល់ឬក៏អត់ច្បាស់ត្រង់ណាអ្នកទាំងអស់គ្នាអាច tag សួរទៅតាម platform របស់យើង Facebook TikTok ឬក៏ Telegram របស់ពួកយើងបានអរគុណអ្នកទាំងអស់គ្នា